គ្រប់មហាសេដ្ឋីប្រាក់លានទាំងអស់សុទ្ធតែធ្វើការងារពិបាកជាច្រើនពួកគេចាប់ផ្ដើមធ្វើការងារស្រួលរហូតដល់ការងារកាន់តែពិបាកឡើងជាលំដាប់មុននឹងឈានដល់មានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសពថ្ងៃនេះមនុស្សទូទៅគឺសុទ្ធតែដឹងថាការឈានដល់ចំណុចដោយបុគ្គលជោគជ័យទាំងអស់នោះគឺសុទ្ធតែត្រូវប្រឈមនឹងការងារលំបាកជាច្រើនអញ្ចឹងហើយទើបបុគ្គលជោគជ័យទាំងនោះតែងតែប្រើប្រាស់រូបមន្ត40បូកមកអនុវត្តរូបមន្ត40បូកគឺសំដៅទៅលើការធ្វើការងារប្រចាំថ្ងៃមួយសប្តាហ៍លើសពី40ម៉ោងដូច្នេះតើអ្នកគិតថាការធ្វើការ40ម៉ោងក្នុងមួយសប្តាហ៍វានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សជោគជ័យបានដែរឬទេប្រសិនបើអ្នកធ្វើការ40ឬ30ម៉ោងក្នុងមួយសប្តាហ៍នោះវាបានត្រឹមតែធ្វើឲ្យជីវភាពរបស់អ្នករស់នៅតែមួយពេលតែប៉ុណ្ណោះហើយពេលនោះអ្នកច្បាស់ជាមិនបានស្គាល់នៅពន្លឺនៃសេរីហិរញ្ញវត្ថុឡើយហើយអ្នកនឹងនៅតែធ្វើការ40ម៉ោងក្នុងមួយសប្តាហ៍នេះរហូតអស់មួយជីវិតភាគច្រើនមហាសេដ្ឋីនៅអាមេរិកធ្វើការ59ម៉ោងក្នុងមួយសប្តាហ៍ឬមានខ្លះទៀតធ្វើការពី70ម៉ោងទៅ80ម៉ោងក៏មានជាពិសេសក្នុងកំឡុងពេលដែលពួកគេទើបតែចាប់ផ្ដើមធ្វើជំនួញរបស់ពួកគេដំបូងជាមធ្យមពួកគេធ្វើការ6ទៅ7ថ្ងៃក្នុងមួយសប្តាហ៍ដែលមនុស្សធម្មតាគេធ្វើតែ5ថ្ងៃក្នុងមួយសប្តាហ៍តែប៉ុណ្ណោះផ្ដើមពីការភ្ញាក់ពីគេងនាពេលព្រឹកព្រលឹមរៀបចំខ្លួនឲ្យស្អាតរួចចាប់ផ្ដើមដើរតម្រង់ឆ្ពោះទៅកាន់កន្លែងការងាររបស់អ្នកនេះជាអ្វីដែលអ្នកតែងតែធ្វើជាប្រចាំមែនទេប៉ុន្តែអ្វីដែលត្រូវគិតនិងត្រូវអនុវត្តនោះគឺបន្ថែមម៉ោងធ្វើការរបស់អ្នកហើយប្រសិនបើមាននរណាម្នាក់និយាយមកកាន់អ្នកជាមួយនឹងរឿងឥតប្រយោជន៍អ្នកត្រូវតែរំលឹកមកកាន់ខ្លួនឯងថាខ្ញុំត្រូវត្រឡប់ទៅធ្វើការងាររបស់ខ្ញុំវិញចូលធ្វើការងាររបស់អ្នកគ្រប់ពេលដោះស្រាយការងាររបស់អ្នកឲ្យហើយនៅថ្ងៃនេះហើយជួយអភិវឌ្ឍក្រុមហ៊ុនដែលអ្នកកំពុងធ្វើឲ្យមានកេរ្តិ៍ឈ្មោះរឹតតែល្បីល្បាញទាំងនេះគឺជាទម្លាប់ដ៏ល្អមួយព្រោះនៅពេលដែលអ្នកចាប់ផ្ដើមធ្វើការងារឲ្យខ្លួនឯងអ្នកនឹងទទួលបាននូវបទពិសោធន៍ជាច្រើនពីការខិតខំទាំងនោះហើយគ្រប់ការងារដែលអ្នកកំពុងធ្វើវានឹងផ្ដល់មកវិញនូវការស្រឡាញ់រាប់អានការយកចិត្តទុកដាក់ពីអ្នកដទៃសកម្មភាពទាំងនោះហើយដែលពួកគេនឹងជួយពន្លឿនការងាររបស់អ្នកឲ្យឆ្ពោះទៅរកភាពជោគជ័យយ៉ាងត្រចះត្រចង់ជាក់ជាមិនខាន